Ampli 300W បងអានេះគឺពេញនិយមមែនតើណាបច្ចុប្បន្ននេះប្រភេទនេះគឺយើងច្រៀងខារ៉ាអូខេបានហើយច្រៀងបានព្រោះគូសំហ្នឹងហើយអេកូរបស់វាណាហ្នឹងហើយវាលេងបានជាមួយនឹង2ទឹកមួយគូហើយនឹងមួយទឹកកន្លះមួយគូដែរគឺអូថូស្រួលហ្នឹងហើយសម្រាប់មួយទឹកកន្លះហើយវាមានវ៉ូលីមរបស់វាមាន2គ្រាប់2គ្រាប់ពណ៌យើងទៅខូចនេះគឺសម្រាប់យើងយកទៅ control ជាមួយនឹងការច្រៀងកដាលនេះគឺសលេងទូទៅបងហើយអាពណ៌លឿង2គ្រាប់នោះសម្រាប់មួយសម្រាប់សលេងស្រួយមួយទៀតសម្រាប់សលេងបាសហ្នឹងហើយនេះកន្លែងដោត microphone កន្លែងនេះគឺកន្លែងយកសលេង in ចូលបងណាសលេងយកសលេងចូលអញ្ចឹងក៏របៀបយកសលេងចូលគឺវាមានច្រើនរបៀបបងយកតាមខ្សែនេះក៏បាន USB ក៏បានតាម memory ក៏បានហ្នឹងហើយមានមុខងារវិទ្យុទៀតនេះហើយតែអ្វីដែលយើងពេញនិយមប្រើនេះគឺតាម Bluetooth អានេះគឺអង្គតែន Bluetooth របស់វាណាហ្នឹងហើយគឺពេញនិយមមែនតើគឺតាម Bluetooth នឹងឯងការប្រើប្រាស់វិញគឺយើងប្រើភ្លើងរ៉តបងភ្លើងរ៉តរបស់យើងហ្នឹង AC 110ទៅ240 វ៉ុលគឺយើងប្រើបានសម្រាប់ការប្រើជាមួយនឹងភ្លើង DC វិញគឺ12 វ៉ុលទៅ24 វ៉ុលតែ ampli នេះគឺมันមានមុខងារសាកថ្មទៅថ្មឬក៏អាគុយទេហ្នឹងហើយបងចង់យកទៅប្រើជាមួយនឹងភ្លើងអាគុយឬមួយក៏ភ្លើងអីគឺយើងអាចធ្វើការកែហើយប្រើជាមួយនឹងឈុតថ្មដែលវាមានជាមួយនឹងឆ្នាំងសាណាគឺយើងអាចប្រើបានបែបហ្នឹងឯងហ្នឹងហើយបើសិនជាបងឲ្យកែដាក់ថ្មអីគឺយើងចោះដាក់ដូចញីអញ្ចឹងទៅកន្លែងទី1ទៀតមកសម្រាប់យើងសាកថ្មចូលហ្នឹងទៅជាមួយនឹងប្រភេទឈុតថ្មដែលមានឆ្នាំងសាណាហើយនេះគឺគ្រឿងខាងក្រោយរបស់វាបងអាចមើលបានណាគ្រឿងច្រើនហ្នឹងហើយប្រភេទហ្នឹងអាចមើលបានហ្នឹងហើយសម្រាប់ការប្រើប្រាស់ទៅជាមួយនឹងអូបឡឺរបស់យើងវិញគឺវាចេញពីច្រកនេះបងចេញពីច្រកអាស្នាប់ធំខាងនេះគឺទៅក្របសាប់ហ្នឹងហើយទៅក្របសាប់ចំណែកអានេះវិញគឺទៅអេគុយបងអានេះគឺស្នាប់សម្រាប់យើងប្រើជាមួយនឹងmicrophone នៅខាងក្នុងហ្នឹងហើយចំណែកអានេះវិញគឺទៅភ្លើង LED ទេហ្នឹងហើយទៅសម្រាប់ជាមួយនឹង LED ហ្នឹងហើយពេលយើងប្រើភ្លើង LED យើងចុចកុងតាក់នេះអានេះគឺកុងតាក់ជាមួយនឹងភ្លើងរ៉តអូខេហើយមួយឈុតរបស់វានៅក្នុងប្រអប់គឺបានទៅមួយសេតតែម្ដងហ្នឹងហើយយើងមានជាមួយនឹងអានេះដោយ DC នេះឯងដោយ DC អានេះវិញគឺដោយ AC ដោយភ្លើងរ៉តមានទៅស្ដាប់បងហើយអានេះគឺ snap សម្រាប់យើងយកធំនេះទៅ Opler អានេះទៅ Equi Solo អត់ទួយនេះណាហ្នឹងហើយមានជាមួយនឹង remote ហ្នឹងហើយតែលេមកគ្រាប់សម្រាប់ជាពីចង្អាយយើងទៅជាងមើលមកតែកាយគឺខាងយើងក៏មានលក់ដែរហ្នឹងហើយអរគុណច្រើន